តានេះជាប្រធានាធិបតីឆែមែនទេលោកឆែតាអ្នកកំពុងធ្វើអ្វីអ្នកចាត់ការទូទៅសៀមនុស្សម្នាក់នេះលួចរបស់របរពីក្រុមរបស់យើងដោយសារតែមិនបានលួចឥឡូវពួកគេព្យាយាមសូកប៉ាន់ខ្ញុំពេលដែលការសូកប៉ាន់បរាជ័យពួកគេថែមទាំងដាក់បន្ទុកខ្ញុំទៀតផងខ្ញុំទើបតែហ៊ាននឹងបង្រៀនមេរៀនមួយដល់គាត់ហ៊ូមីងច្បាស់ជាចង់និយាយថាលោកសៀមិនចង់ធ្វើជាមនុស្សល្អទេខ្ញុំត្រូវបានអញ្ជើញមកទីនេះដោយអ្នកនេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះខ្ញុំមែនទេគាត់ថែមទាំងលួចទូរស័ព្ទខ្ញុំទៀតផងខ្ញុំនឹងអញ្ជើញអ្នកនៅពេលក្រោយខ្ញុំគិតថាអ្នកកំពុងស្វែងរកសេចក្តីស្លាប់ហេតុអ្វីបានជាអ្នកវីខ្ញុំលោកឆែខ្ញុំកំពុងវីអ្នកតើអ្នកដឹងទេថាគាត់ជានរណាតើគាត់មិនមែនគ្រាន់តែជាអ្នកចាញ់ដ៏កំសត់ម្នាក់ដែលដឹកជញ្ជូនអាហារទៅផ្ទះទេអ្នកទាំងនោះគឺជាភ្ញៀវដែលខ្ញុំបានអញ្ជើញជាពិសេសអ្នកជំនាញខាងត្បូងលោកក៏ជាជំនួយការប្រធាននៅក្រុមហ៊ុន Jennings Group របស់ខ្ញុំផងដែរបងស៊ូតើពេលណាបងនឹងក្លាយជាឆ្នាំងដាំងមាសជំនួយការប្រធានក្រុមនេះឲ្យនេះជាលិខិតតែងតាំងភ្លៀងបានធ្លាក់មកលឿនណាស់នៅរដូវក្តៅនេះតើនេះអាចជាគូស្នេហ៍របស់គាត់បានទេតើនេះអាចទៅរួចដោយរបៀបណាអ្នកបានចុះអន់ថយដោយស្ម័គ្រចិត្តទៅជាកូនជៀមសម្រាប់បូជារបស់អ្នកដទៃតើអ្នកអាចឈប់ធ្វើការសន្មត់អំពីអ្នកដទៃបានទេឲ្យទូរស័ព្ទគាត់វិញទៅតើខ្ញុំគួរទូរស័ព្ទទៅអ្នកគ្រប់គ្រងទូទៅរបស់អ្នកឈ្មោះហ្វាងដែរឬទេមានអ្វីកើតឡើងសួស្តីលោកឆែសូមស្វាគមន៍មកកាន់អ្នកគ្រប់គ្រងព្រឹត្តិការណ៍របស់អ្នកមានភាពក្លាហានខ្លះហើយតើអ្នកហ៊ានបំបាក់មុខជំនួយការរបស់ខ្ញុំនៅទីសាធារណៈដោយរបៀបណាអ្នកចាត់ការទូទៅហ្វេងខ្ញុំខុសហើយសូមអភ័យទោសផងខ្ញុំពិតជាមិនដឹងថាខ្ញុំខុសទេសូមអភ័យទោសផងអ្នកដឹងថាអ្នកខុសហើយអ្នកដឹងថាអ្នកហ៊ាននឹងចាប់ហើយបងប្រុសខែនិយាយត្រូវវាយឺតពេលហើយសម្រាប់អ្នកក្នុងការដឹងពីកំហុសរបស់អ្នកឥឡូវនេះអ្នកដែលមកបាននាំគាត់ទៅប៉ុស្តិ៍ប៉ូលីសគាត់ក៏ជាមនុស្សងងម្នាក់ដែលមិនដឹងពីរបៀបប្រាជំនាញរបស់គាត់ដែរសូមអនុញ្ញាតឲ្យខ្ញុំទៅខ្ញុំពិតជានឹងផ្លាស់ប្ដូរប្រសិនបើអ្នកអនុញ្ញាតឲ្យខ្ញុំត្រូវបានលួងលោមសូមលើកលែងទោសឲ្យខ្ញុំផងដោះលែងគាត់ទៅសូមអនុញ្ញាតឲ្យយើងទៅល្អអ្វីដែលត្រូវធ្វើព្រះករុណាតើអ្នកស្គាល់ខ្ញុំទេភ្លេចអ្វីដែលយើងបានធ្វើពីមុនហើយឬនៅខ្ញុំបានជួបគាត់នៅក្នុងពិធីជប់លៀងខួបកំណើតរបស់លោកលីអូហូអ្នកតើអ្នកនៅទីនេះសម្រាប់ការដេញថ្លៃថ្ងៃនេះទេមែនហើយបើដូច្នោះហេតុអ្វីអ្នកមិនយកខ្ញុំទៅជាមួយអ្នកបានទៅហើយព្រះករុណាព្រះមហាក្សត្រលោកឆែតើមានអ្វីនាំលោកមកទីនេះដែរប្រាប់ខ្ញុំពីថ្មដែលអ្នកចូលចិត្តពេលក្រោយខ្ញុំបានថតរូបមួយហើយផ្ញើវាទៅអ្នកមិនចាំបាច់ឲ្យព្រះមហាក្សត្រីនេះធ្វើឲ្យព្រះអង្គមានបញ្ហាទេតើខ្ញុំអាចទទួលបានរបស់ដែលខ្ញុំចូលចិត្តបានទេទោះបីជាអ្នកមានលុយក៏ដោយអ្នកត្រូវតែដឹងពីរបៀបចាយវាត្បូងយេតមិនមែនជាអ្វីដែលអ្នកអាចទិញបានដោយចៃដន្យនោះទេស្ត្រីអ្នកមិនយល់ពីរឿងនេះទេខ្ញុំនឹងថតរូបហើយផ្ញើវាទៅអ្នកពេលក្រោយអ្នកនិយាយដូចជាអ្នកដឹងអ្វីទាំងអស់តើអ្នកចាញ់ដ៏កំសត់ម្នាក់នេះមកពីណាតើអ្នកណាផ្ដោតសិទ្ធឲ្យអ្នករំខានខ្ញុំព្រះចៅអធិរាជគ្រាន់តែជាអ្នកដឹកជញ្ជូនអាហារដ៏ស្អុយម្នាក់ប៉ុណ្ណោះមិនអើពើនឹងគាត់អ្នកដឹកជញ្ជូនអ្នកមិនស្គាល់កន្លែងរបស់អ្នកទេហ៊ានមកកន្លែងបែបនេះទេមានបញ្ហាអ្វីជាមួយអ្នកបាត់បោដឹកជញ្ជូនអាហារនៅពេលដែលអ្នកចូលទៅក្នុងទ្វារនេះមនុស្សគ្រប់គ្នាគឺជាអ្នកដេញថ្លៃពួកគេហាក់ដូចជាមានទំនុកចិត្តណាស់រងចាំមួយផ្លេតគាត់បានចំណាយលុយទាំងអស់របស់គាត់ដើម្បីកំទេចថ្មដែលបាក់នៅក្នុងបង្គន់អ្នកនឹងដឹងពីដែនកំណត់របស់អ្នកនៅពេលអ្នកត្រឡប់មកវិញតើអ្នកណាដឹងថាអ្នកណានឹងដេញថ្លៃលើថ្មបាក់នោះនៅពេលក្រោយសូមស្វាគមន៍មកកាន់ការដេញថ្លៃថ្មរដុបរបស់យើងសូមអញ្ជើញអង្គុយចុះដំបូងសូមនិយាយអំពីក្រុមមនុស្សដំបូងរបស់យើងការដេញថ្លៃចាប់ផ្ដើម100,000អូយនេះពិតជាអស្ចារ្យមែន200,000 500,000លោកឆែហេតុអ្វីបានជាលោកលើកផ្លាកសញ្ញានោះជាបំណែកថ្មរលួយមួយដែលមិនអាចបែងចែកបានត្រឹមត្រូវទេថ្មរលួយថ្មច្របូកច្របល់ហេតុអ្វីបានជាអ្នកទើបតែមានប្រតិកម្មបែបនេះខ្ញុំបានវិនិច្ឆ័យវាខុសលើកក្រោយខ្ញុំនឹងអនុញ្ញាតឲ្យអ្នកកាន់ផ្លាកសញ្ញាអ្នកអាចលើកសញ្ញារបស់អ្នកនៅពេលនោះយល់ព្រមហើមសូមអបអរសាទរដល់ឯកឧត្តមដែលបានឈ្នះការដេញថ្លៃទិញថ្មឆៅលោកប្រធានាធិបតីស៊ីចូលចិត្តវាខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅពេលវាចប់អ្នកបានខិតខំយ៉ាងខ្លាំងដើម្បីរក្សាភាពក្មេងជាងវ័យបន្ទាប់គឺថ្មរដុបទី2របស់យើងការដេញថ្លៃចាប់ផ្ដើម1លាននេះអាចទទួលយកបានអាចរកចំណូលបាន1លានឬ2លាន1លាន1 2លាន1 5លានកុំព្យាយាមប្រកួតប្រជែងជាមួយខ្ញុំដើម្បីបាន 2.5 លានអីព្រោះអ្នកមិនអាចយកឈ្នះខ្ញុំបានទេកុំទៅទីនោះទេថ្មទាំងនោះនឹងមិនមានតម្លៃទេប្រសិនបើវាមានតម្លៃខ្ពស់ជាងនេះក្រោយមកយ៉ាងម៉េចដែរ2.5លានក្នុងមួយដង2.5លាន2ដង2.5លាន3ដងសូមអបអរសាទរចំពោះប្រតិបត្តិការដ៏ជោគជ័យព្រះមហាក្សត្រទទួលបានប្រាក់ចំណេញចំនួន$3លានពី2.5លានសូមអបអរសាទរឥឡូវនេះសូមបង្ហាញថ្មរដុបទី3របស់យើងតម្លៃចាប់ផ្ដើម3លានថ្មនេះវាគ្រាន់តែជាថ្មចម្លែកនិងរលួយមួយសៀចរចាតម្លៃ
5 លានចុះព្រះចៅអធិរាជវិញខ្ញុំមិនហ៊ានទិញវាទេបើវាថ្លៃពេកនេះតើតើនឹងអ្វីដែលអ្នកទើបតែនិយាយទ្រព្យសម្បត្តិដ៏ហឺហាដែលគាត់ទើបតែអួតអាងមិនស៊ីនឹងតម្លៃពិតរបស់គាត់ទេអូយបើខ្ញុំពិតជាគ្មានលុយទេឈប់សន្យាថានឹងផ្ដល់អំណោយដល់មនុស្សគ្រប់ពេលខ្ញុំចង់ឃើញថាតើអ្នកហ៊ានផ្ដល់ជូន10លានឬអត់ពន្យល់ឥឡូវនេះវាហាក់ដូចជាអ្វីដែលខ្ញុំទើបតែនិយាយអ្នកជាអ្នកដែលបានទិញថ្មរលួយពីបង្គន់អធិរាជកំពុងតែបំពេញកាតព្វកិច្ចរបស់ពួកគេអ្នកគិតថាខ្ញុំមិនដឹងមែនទេសូមស្វាគមន៍ដុំថ្មរដប់ចុងក្រោយតម្លៃចាប់ផ្ដើម5លានព្រះករុណានេះជាស្ដេចត្បូងពេជ្រហ៊ានដើរតាមទេថតវាទៅបើអ្នកហ៊ានបន្ទាប់មកខ្ញុំនឹងមិនមានសុជីវធម៌ទេបន្ទាប់មកយើងនឹងមិនមានសុជីវធម៌ទេជនកំសត់6លានអ្នកហ៊ានធ្វើតាមទេអ្នកចាត់ការទូទៅសៀមិនថាគាត់ផ្ដល់ប្រាក់ប៉ុន្មានទេអ្នកនៅតែមានច្រើនជាងគាត់10,000 601លាន7លាន701លានព្រះករុណាឲ្យពួកគេកំពុងប្រើចិត្តវិទ្យាបញ្ច្រាស់ពួកគេចង់ដំឡើងថ្លៃចូលយើងវាបំបែកថ្មដោយដៃរបស់យើងខ្ញុំធ្លាប់ត្រូវគេបោកប្រាស់ម្ដងរួចមកហើយយើងមិនអាចធ្លាក់ក្នុងអន្លង់ស្នេហ៍នោះម្ដងទៀតបានទេថ្មនេះប្រហែលជាមិនផ្ដល់ប្រាសាទល្អណាមួយទេអនុញ្ញាតឲ្យពួកគេរីករាយចូលយើងមើលថាតើគាត់មានមោទនភាពប៉ុណ្ណានៅពេលនោះអធិរាជតើយើងគួរអនុវត្តតាម701ឬអត់ចៅហ្វាយនេះវ័យក្មេងម្នាក់នេះមានលុយច្រើនប៉ុន្តែគាត់មិនមែនជាមនុស្សល្ងងទេរឿងរ៉ាវទិញថ្មដែលបាក់ក្នុងតម្លៃ7លានអ្នកអាចមានវាបានខ្ញុំនឹងឃើញថាអ្នកយំយ៉ាងណាពេលក្រោយស៊ីឈៀនយូអ្នកយ៉ាងហោចណាស់ក៏ជានាយកប្រតិបត្តិដែរកំពុងត្រូវបានដឹកនាំដោយច្រមុះដោយនំប៉ៅស្អុយមួយលុយ7លានបានបាត់បង់ទៅហើយអ្នកនឹងស្ដាយក្រោយហើយលែងមានលទ្ធភាពទិញវាទៀតហើយចាំមើល7លានទៀតសិនខ្ញុំនឹងសប្បាយចិត្តទោះបីជាវាមានចំនួន700លានក៏ដោយខ្ញុំទុកចិត្តមនុស្សដែលនៅជាមួយខ្ញុំនឹងមិនរំខានអ្នកទេវានឹងអស្ចារ្យណាស់នៅពេលដែលវាត្រូវបានយកចេញបន្ទាប់មកយើងនឹងមើលថាតើថ្មនេះមានតម្លៃឬអត់ការដឹកជញ្ជូនអាហារតើអ្នកមិនប្រកាសទេថាថ្មនេះជាវត្ថុធាតុល្អមែនទេហ៊ានភ្នាល់ជាមួយខ្ញុំទេរបៀបលេងល្បែងស៊ីសងប្រសិនបើថ្មនេះមិនមានតម្លៃនេះបន្ទាប់ពីត្រូវបានកាត់បើកចំបន្ទាប់មកអ្នកចាញ់ឲ្យឆៃនីវធ្វើជាមិត្តស្រីរបស់ខ្ញុំអ្នកលុតជង្គង់ចុះហើយជូបស្បែកជើងខ្ញុំហើយអ្វីគាត់ត្រូវស្ដាប់ខ្ញុំបើខ្ញុំបំភ័យគាត់ឲ្យចេញខ្ញុំនឹងមិនភ្នាល់ជាមួយគាត់ទេខ្ញុំភ្នាល់ថាអ្នកទីបំផុតអាចយកវាចេញពីធ្នើរបានមិនចង់បាត់បង់លុយកាក់នេះទេមែនទេហឹមចុះបើខ្ញុំឈ្នះវិញបើអ្នកឈ្នះបន្ទាប់មកខ្ញុំនឹងចាក់ចេញពីកញ្ចក់ត្បូងថ្មកុំចូលរួមក្នុងការដេញថ្លៃម្ដងទៀតយល់ព្រមខ្ញុំយល់ស្របមែនហើយមិនអីទេខ្ញុំទុកចិត្តអ្នកមានលក្ខខណ្ឌមួយទៀតខ្ញុំប្រាប់អ្នកកុំឲ្យចូលទៅចិត្តវាងស៊ូឈីចាប់ពីពេលនេះទៅកុំបារម្ភអីខ្ញុំនឹងពន្យល់ឲ្យអ្នកងាយស្រួលយល់ពន្យល់ឥឡូវនេះ